សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះពួកយើងនាំគ្នាមកស្វែងយល់អំពីរឿងក្តីមួយដ៏ចម្លែកដែលមានការរៀបចំផែនការឃាតកម្មចម្លែកបំផុតដែរកម្រមានជនល្មើសណារៀបចំផែនការបែបនេះណាហើយក៏មានលាយឡំជាមួយមនោសញ្ចេតនានិងខ្សែជីវិតមិនគួរឲ្យជឿរបស់បុគ្គលដែលពាក់ព័ន្ធនៅក្នុងរឿងក្តីមួយនេះថាតើមានរឿងអ្វីខ្លះបានកើតឡើងនៅក្នុងករណីនេះហើយអ្នកណាជាអ្នករៀបចំផែនការឃាតកម្មដ៏កម្រនោះរឿងក្តីនេះនឹងទៅជាយ៉ាងណាពួកយើងនាំគ្នាមកស្វែងយល់លម្អិតជាមួយគ្នានៅក្នុងវីដេអូនេះចំណុចចាប់ផ្ដើមដំបូងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅស្គាល់ពីស្ត្រីម្នាក់ដែលគាត់មានឈ្មោះថាវិទ្រាគាត់ធ្វើការជាគ្រូពេទ្យខាងព្យាបាលដោយចលនានៅក្នុងកងយោធាអង់គ្លេសនៅឯមន្ទីរពេទ្យយោធាហើយនៅក្នុងរឿងនេះក៏មានពាក់ព័ន្ធជាមួយបុគ្គលម្នាក់ទៀតដែលគាត់មានឈ្មោះថា Emil Siller ដោយ Emil ជាពលបាលឯកម្នាក់នៅក្នុងជួរកងទ័ពផងដែរដោយរឿងនោះបានកើតឡើងនៅក្នុងចក្រភពអង់គ្លេសនៅក្នុងឆ្នាំ2009អំឡុងឆ្នាំ2009នឹងដែរ Emil គាត់រងរបួសរួចហើយខាងដុកទ័របានផ្ដល់យោបល់ឲ្យគាត់ទៅព្យាបាលជាមួយនឹងអ្នកបច្ចេកទេសព្យាបាលដោយចលនាដោយពេលហ្នឹងអ៊ីមីលក៏ទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យកងយោធាដែលជាមន្ទីរពេទ្យជាមួយគ្នាដែលវិទ្រាគាត់ធ្វើការនៅទីហ្នឹងដែរហើយវិទ្រាគាត់ធ្វើជាគ្រូពេទ្យខាងព្យាបាលផ្នែកចលនានឹងឯងពេលហ្នឹងហើយដែលអ៊ីមីលនិងវិទ្រាបានជួបគ្នាហើយវិទ្រាបានផ្ដល់ការព្យាបាលទៅដល់អ៊ីមីលនៅក្នុងដំណើរការព្យាបាលពួកគេចំណាយពេលរៀងយូរដែរហើយនៅអំឡុងពេលហ្នឹងអ្នកទាំងពីរក៏និយាយគ្នាបដាពីនេះពីនោះចឹងទៅនៅពេលដែលនិយាយស្គាល់គ្នាយូរទៅខ្លាយជាមិត្តភក្តិហើយកាន់តែយូរស្គាល់គ្នាច្បាស់ទៀតទៅខ្លាយទៅជាស្នេហាដូចនេះដល់ដំណាក់កាលមួយអ្នកទាំងពីរសម្រេចចិត្តរៀបការជាមួយគ្នាពេលដែលវិទ្រានិងអ៊ីមីលបានរៀបការជាមួយគ្នាជីវិតពួកគេមើលទៅហាក់ដូចជាមានសុភមង្គលនិងដើររលូនបានយ៉ាងល្អពួកគេទាំងពីរនាក់មានកូន2នាក់ហើយជីវិតពួកគេចាប់ផ្ដើមមានសុភមង្គលកាន់តែខ្លាំងឡើងក្នុងរយៈពេល6ឆ្នាំដំបូងជីវិតអាពាហ៍ពិពាហ៍ពួកគេមើលទៅមានសុភមង្គលល្អធម្មតាក៏ប៉ុន្តែបន្ទាប់ពី6ឆ្នាំបានកន្លងទៅនោះរឿងគ្រប់យ៉ាងវាបានផ្លាស់ប្ដូរវិទ្រាចាប់ផ្ដើមមានអារម្មណ៍នឹកឃើញថាអ៊ីមីលគេចេញអាការៈដូចខុសប្លែកពីមុនអ៊ីមីលដូចជាឆាប់ឆេះកំហឹងឆ្លោះទៅលើបញ្ហាតូចតាចតែម្ដងគេដូចជាឆាប់ប្រកាន់ច្រើនជាងមុនដោយអ៊ីមីលគាត់ឈប់ធ្វើការងារពីពលបាលហើយមកធ្វើការងារកញ្ចប់ផ្សេងគាត់ផ្លាស់ប្ដូរការងារពីមួយទៅមួយមានពេលខ្លះទៀតគាត់ដកឃ្លាអត់ធ្វើការក៏មានដែរវិទ្រាជាប្រពន្ធព្យាយាមនិយាយឲ្យប្តីយល់ពីស្ថានភាពគ្រួសារពួកគេដោយសារតែពួកគេមានកូន2នាក់ដូច្នេះហើយក្នុងនាមពួកគេជាម្ដាយឪពុកវាសំខាន់ខ្លាំងណាស់ចាំបាច់ត្រូវតែមានការងារធ្វើទាំង2នាក់ដើម្បីបានចំណូលមកផ្គត់ផ្គង់គ្រួសារទាំងមូលក៏ប៉ុន្តែនៅអំឡុងពេលដែលអ៊ីមីលកំពុងតែអត់ធ្វើការងារទេសង្ងំនៅផ្ទះហើយចាយលុយស៊ីញើសឈាមកម្លាំងប្រពន្ធតែម្នាក់អ៊ីមីលគាត់ត្រឹមនិយាយថាឥឡូវគាត់សម្រាប់នៅផ្ទះសិនគាត់ក៏ព្យាយាមស្វែងរកការងារធ្វើដែរក៏ប៉ុន្តែរកមិនទាន់បានសោះហើយមានពេលខ្លះទៀតគាត់និយាយថាគាត់បានធ្វើការងារមួយដែរប៉ុន្តែមិនទទួលបានលុយនោះទេអ៊ីមីលតែងតែធ្វើចរិតបែបនេះរួចហើយគាត់ខ្លាចទៅជាមនុស្សម្នាក់ដែលពឹងផ្អែកទាំងស្រុងមកលើវិទ្រាស្រឡាញ់ប្តីនាងណានាងក៏ថារឿងហ្នឹងបែបមិនអីទេប្តីនាងប្រហែលជាតកាពេលវេលាគេនឹងផ្លាស់ប្ដូរមកល្អដូចដើមវិញក៏ប៉ុន្តែមិនដូចអ្វីដែលវិទ្រាគិតនោះឡើយអ៊ីមីលមិនត្រឹមតែអត់ការងារធ្វើទេពឹងផ្អែកលើប្រពន្ធទាំងស្រុងលើសពីនេះទៀតនោះអ៊ីមីលធ្លាក់ចូលក្នុងសង្គមមួយដែលកខិចកខ្វក់ខ្លាំងបំផុតគឺគាត់បានក្លាយទៅជាសមាជិកនៅក្នុងក្លឹបអាភាសមួយហើយមិនថែមតែប៉ុណ្្នឹងអាមីលបានលួចមានសហាយតាក់ទងជាមួយស្ត្រីម្នាក់ផ្សេងទៀតហើយលើសពីតាក់ទងជាមួយម្នាក់ផ្សេងនោះអាមីលថែមទាំងមានគំនិតចង់រៀបការជាមួយម្នាក់ផ្សេងនោះហើយលែងលះវិទ្រាដោយឡែកនៅអំឡុងពេលហ្នឹងវិទ្រាមិនដឹងចោលអីតតែសោះតែប្តីនាងធ្វើរឿងទាំងអស់នេះនៅខាងក្រៅដោយនៅក្នុងចិត្តគំនិតវិទ្រានៅតែជឿជាក់ថាប្តីនាងស្រឡាញ់នាងស្មោះស្ម័គ្រមើលថែនាងតែម្នាក់ពេញមួយជីវិតនេះប៉ុន្តែនាងមិនដឹងតតែសោះតែប្តីនាងមិនខំប្រឹងធ្វើការរហូតដល់គាត់នឹងគ្មានលុយក្រអស់ពីខ្លួនហើយលើពីនេះទៀតថែមទាំងលួចមានសហាយជាមួយស្រីផ្សេងយកលុយដែលនាងខំប្រឹងធ្វើការយកទៅចាយខ្ជិះខ្ជាយជាមួយស្រីផ្សេងរឿងទាំងអស់នេះវិទ្រានាងមិនបានដឹងតតែសោះអ៊ីមីលគាត់មានគម្រោងចង់រៀបការជាមួយម្នាក់ស្រីផ្សេងនោះហើយគាត់ពងគិតថាតើគាត់គួររៀបចំអនាគតរបស់គាត់ទៅជាយ៉ាងណាពួកគាត់ដឹងយ៉ាងច្បាស់បើសិនជាគាត់រៀបការជាមួយម្នាក់ស្រីនោះអត់អាចផ្ដល់លុយឲ្យគាត់ដោយដែលវិទ្រាអាចផ្ដល់លុយឲ្យគាត់ចាយបានកន្លងមកនោះទេអ៊ីមីលគាត់បារម្ភអនាគតគាត់នឹងទៅជាយ៉ាងណាយ៉ាងណីអញ្ចឹងណារួចហើយគាត់ក៏នឹកឃើញផែនការមួយគាត់ចាប់ដើមរៀបចំផែនការមួយជំហានដំបូងគាត់ទៅទិញ Insurance ធានារ៉ាប់រងអាយុជីវិតឲ្យវិទ្រាដែលមានចំនួនសាច់ប្រាក់ដ៏ច្រើនអ៊ីមីលគាត់បានរៀបចំផែនការចាប់ដើមជីវិតថ្មីរបស់គាត់ពឹងផ្អែកទៅលើលុយធានារ៉ាប់រងទាំងអស់ហ្នឹង
ដោយទៅវិញចំពោះវិជ្ជរាយកឃើញថាការតែប្តីទិញធានារ៉ាប់រងជីវិតឲ្យខ្លួននេះគឺប្តីនាងនឹងស្រឡាញ់នាងមើលថែពីនាងខ្វល់ខ្វាយពីនាងខ្លាំងដោយវិជ្ជរាអត់បានសង្ស័យទៅលើផែនការប្តីនឹងធ្វើយ៉ាងណាដាក់ខ្លួននោះទេដូចនេះវិជ្ជរានៅតែបន្តរស់នៅយ៉ាងធម្មតាជាមួយប្តីនាងក៏ប៉ុន្តែចំពោះអ៊ីមីលគាត់រវល់រស់នៅចែកពេលវេលាជាមួយមនុស្សផ្សេងម្នាក់ទៀតនៅក្រៅផ្ទះផែនការជំហានដំបូងគឺអ៊ីមីលបានរៀបចំ insurance ឲ្យវិជ្ជរាហើយអញ្ចឹងផែនការបន្ទាប់គឺត្រូវតែកម្ចាត់វិជ្ជរាចេញសកម្មភាពដែលគាត់ត្រូវធ្វើបន្ទាប់នឹងគឺធ្វើយ៉ាងម៉េចកុំឲ្យខាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដឹងថាវាជាករណីឃាតកម្មគាត់ត្រូវតែធ្វើឲ្យដូចជាការស្លាប់ដោយធម្មជាតិជាឧបទ្ទវហេតុកើតឡើងដោយចៃដន្យដែលមិនអាចគេចផុតអ៊ីមីលបានធ្វើការស្រាវជ្រាវ research មើលជាច្រើនលើអនឡាញគាត់អានប្រធានបទជាច្រើនហើយក៏បាន search មើលនៅលើបណ្ដាញសង្គមនានារហូតគាត់អានចំប្រធានបទហេតុការណ៍កើតឡើងចៃដន្យមួយគឺនៅពេលដែលមនុស្សនៅក្នុងផ្ទះបើកហ្គាសចោលហើយមិនចាប់អារម្មណ៍ក៏បានទៅបើកអំពូលបើកភ្លើងឬក៏បញ្ឆេះភ្លើងណាមួយដែលបង្កឲ្យមានការឆាបឆេះដូចជាបន្ទុះភ្លាមបណ្ដាលឲ្យមនុស្សម្នាក់នោះឆេះស្លាប់មួយរំពេចអ៊ីមីលគិតថានេះគឺជាផែនការដ៏ល្អឥតខ្ចោះបំផុតមួយបន្ទាប់មកអ៊ីមីលគាត់បានរៀបចំផែនការថាគាត់នឹងបើកហ្គាសចោលនៅក្នុងផ្ទះតែគាត់ដឹងច្បាស់ថាវិជ្ជរានឹងចូលមកក្នុងចក្រានបាយនឹងបន្ទាប់មកនាងនឹងបើកបញ្ឆេះអីមួយគាត់គិតថានៅពេលហ្នឹងប្រកាសជាឧស្ម័នហ្គាសសាយភាយនៅក្នុងផ្ទះហើយពេលប្រពន្ធគាត់បើកបញ្ឆេះអីមួយនឹងបង្កជាការបន្ទុកភ្លើងឆាបឆេះទូទាំងផ្ទះហើយក៏បណ្ដាលឲ្យឆាបឆេះនាងរហូតដល់បាត់បង់ជីវិតផងដែរនេះគឺជាអ្វីដែលអ៊ីមីលបានគិតគ្រោងទុករហូតមកដល់ថ្ងៃកំណត់មួយដែលអ៊ីមីលធ្វើតាមផែនការរបស់គាត់នៅអំឡុងចុងឆ្នាំកាល2015នៅថ្ងៃមួយហ្នឹងអ៊ីមីលបានបើកហ្គាសចោលនៅក្នុងផ្ទះហើយនិយាយបានថាជាសំណាងល្អដែលវិជ្ជរាមិនទាន់ដល់ពេលអស់អាយុពេលដែលវិជ្ជរាឈានជើងទៅក្នុងផ្ទះនាងធំក្លិនហ្គាសជាខ្លាំងរួចហើយនាងអត់បានទៅបើកភ្លើងឬក៏បញ្ឆេះអីមួយនោះទេនាងបានបញ្ញាឈានជើងដើរចេញពីផ្ទះភ្លាមពេលដែលនាងដើរចេញមកខាងក្រៅផ្ទះនាងក៏បានទៅហៅខាងអ្នកបច្ចេកទេសឲ្យមកពិនិត្យមើលអ្នកបច្ចេកទេសបានប្រាប់នាងថាធំក្លិនហ្គាសខ្លាំងហ្នឹងគឺដោយសារតែហ្គាសបើកចោលអាចជាការច្រឡំដៃបើកហើយភ្លេចបិទវិញឬក៏នរណាម្នាក់មានចេតនាបើកវាចោលរួចពេលហ្នឹងវិជ្ជរានាងគិតថាបែបជាមកពីកំហុសនាងហើយជានាងធ្វេសប្រហែសមិនបានបិទហ្គាសចោលអញ្ចឹងណាដូចនេះហេតុការណ៍កាត់ឡើងដំបូងហ្នឹងអត់មានអីគ្រោះថ្នាក់ទៅលើវិជ្ជរាទេក៏ប៉ុន្តែវិជ្ជរាជឿជាក់ថាការដែលធំក្លិនហ្គាសពេញផ្ទះលើកដំបូងនោះវាគឺកើតឡើងចៃដន្យប៉ុណ្ណោះព្រោះតែនាងយល់ថាវាកាត់ឡើងដោយសារតែមកពីនាងធ្វេសប្រហែសហើយនាងមានអារម្មណ៍ថានាងសំណាងល្អដែលអាចនឹងមានជីវិតបានវិជ្ជរាបានយករឿងហ្នឹងទៅប្រាប់អ៊ីមីលហើយអ៊ីមីលធ្វើជាស្ដីថាឲ្យនាងថាហេតុអីក៏អត់ចេះប្រយ័ត្នអញ្ចឹងគាត់នឹងបារម្ភខ្លាំងណាស់បើសិនជាមានរឿងអីគ្រោះថ្នាក់កើតឡើងមកលើនាងគាត់នឹងពិបាកចិត្តជាមិនខានពេលវិជ្ជរាលឺអញ្ចឹងហើយពេលហ្នឹងធ្វើឲ្យនាងរំភើបចិត្តនាងសប្បាយចិត្តខ្លាំងណាស់នាងក៏ថាប្តីនាងពិតជាស្រឡាញ់នាងស្មោះត្រង់ពិតមែនក៏ប៉ុន្តែទាំងដែលការពិតការប៉ុនប៉ងលើកដំបូងរបស់អ៊ីមីលគឺជាផែនការឃាតកម្មដែលមិនទទួលបានជោគជ័យគឺនឹងធ្វើឲ្យអ៊ីមីលមិនសប្បាយចិត្តតតែសោះហើយនៅពេលជាមួយគ្នានឹងដែរម្នាក់ស្រីសហ័យរបស់អ៊ីមីលនឹងទឿនឲ្យអ៊ីមីលរៀបការជាមួយនាងឆាប់នេះវាកាន់តែធ្វើឲ្យអ៊ីមីលស្មុគស្មាញមកតង់ទៀតហើយកំពុងតែនឹករកវិធីដើម្បីកម្ចាត់វិជ្ជរាចេញដោយឡែកនៅអំឡុងពេលនឹងដែរមិត្តភ័ក្តិរបស់វិជ្ជរាប្រមាណអ្នកក៏បានលើកឡើងពីចំណុចទៅលើអាកប្បកិរិយាដ៏ចម្លែកមួយចំនួនរបស់អ៊ីមីលហើយនឹងដាស់តឿនវិជ្ជរាឲ្យមានការប្រយ័ត្នប្រយែងទៅនឹងអ៊ីមីលផងដោយមិត្តភក្តិរបស់នាងដឹងតាមខ្សែរយៈអ្នកស្គាល់តគ្នាមកថាអ៊ីមីលគឺជាសមាជិកនៅក្នុងក្លឹបអាហាភាសមួយចំពោះរឿងមួយហ្នឹងវិជ្ជរាអត់ដឹងតតែសោះហើយនាងក៏ទៅស៊ើបមើលខ្លួនឯងទៅក៏ដឹងថាអ្វីដែលគេនិយាយហ្នឹងវាជាការពិតបន្ទាប់មកនាងក៏ស៊ើបដឹងដល់ថាប្តីនាងហ្នឹងគឺលួចមានសហាយវិជ្ជរាបានយករឿងដែលនាងស៊ើបដឹងទៅនិយាយតទល់ជាមួយប្តីនាងនិយាយរឿងគ្រប់យ៉ាងតែវិជ្ជរានៅតែស្រឡាញ់ប្តីនាងខ្លាំងដោយថាចំណងរវាងពួកគេទាំងពីរមានកូនពីរនាក់ជាមួយគ្នាហើយវិជ្ជរាមិនចង់ឲ្យកូនគ្មានឪពុកហៅនោះទេដូចនេះហើយវិជ្ជរានាងសម្រេចចិត្តធ្វើរឿងធំឲ្យមកជារឿងតូចឲ្យមកជាអត់រឿងដោយឡែកនៅក្នុងគំនិតរបស់អ៊ីមីលគាត់គិតថារឿងគ្រប់យ៉ាងអាក្រក់របស់គាត់ហ្នឹងគឺបានបើកទម្លាយអស់ហើយដូចនេះគាត់ប្រកាសជាបាត់បង់លុយធានារ៉ាប់រងជីវិតនោះហើយដូច្នេះហើយអ៊ីមីលនឹករកវិធីដើម្បីទទួលបានទំនុកចិត្តពីវិជ្ជរាមកវិញហើយមិនយូរប៉ុន្មានអ៊ីមីលបង្ហាញអាការៈចេញមកគឺប្លែកកពីមុនគាត់ចាប់ផ្ដើមបង្ហាញក្តីស្រឡាញ់ដ៏ធំធេងម្ដងទៀតមកដល់វិជ្ជរាគឺគាត់ធ្វើទង្វើយកចិត្តទុកដាក់មកកាន់នាងដូចនឹងការមុនពេលដែលគាត់បានរៀបការជាមួយនាង
ទាំងអស់នេះហើយដែលធ្វើឲ្យវិទ្យាមានអារម្មណ៍ជឿជាក់ថាអ៊ីមែលពិតជាបានផ្លាស់ប្ដូរចរិតពិតមែនគាត់ពិតជាបានដឹងកំហុសហើយឥឡូវហ្នឹងគឺគាត់ស្មោះស្ម័គ្រតែនាងម្នាក់ដូចនេះហើយនាងក៏បានអភ័យទោសឲ្យគាត់បន្ទាប់មកជីវិតពួកគេចាប់ដើមត្រឡប់ទៅភាពប្រក្រតីធម្មតាម្ដងទៀតចំពោះវិទ្យានាងយកឃើញថានេះគឺជាឱកាសថ្មីសម្រាប់ក្នុងការកសាងជីវិតគូពួកគេឲ្យកាន់តែមានសុភមង្គលម្ដងទៀតនាងមានចិត្តបរិសុទ្ធនៅក្នុងតំណែងមួយហ្នឹងក៏ប៉ុន្តែផ្ទុយទៅវិញចំពោះអ៊ីមែលយកឃើញថានេះគឺជាឱកាសថ្មីសម្រាប់គាត់នៅក្នុងផែនការដែលគាត់ចង់ធ្វើនោះបន្ទាប់ពីគាត់បានបង្កើនទំនុកចិត្តពីវិទ្យាបានមកវិញគាត់ចាប់ផ្ដើមមានគំនិតប៉ុនប៉ងចង់កម្ចាត់វិទ្យាចេញជាលើកទី2គំនិតដែលគាត់ចង់កម្ចាត់នាងចោលហ្នឹងគាត់អត់ដែលបំភ្លេចវាទេគាត់នៅតែគាត់តែចង់ធ្វើវាដោយសារតែអាមហិច្ឆតាភាពលោភលន់ចង់បានលុយទ្រព្យសម្បត្តិហើយកត្តាជំរុញមួយទៀតគឺមកពីដែលគាត់មានសហ័យស្មន់ម្នាក់ទៀតរួចហើយពេលដែលគាត់បានទំនុកចិត្តពីនាងម្ដងទៀតគាត់ចាប់ផ្ដើមអនុវត្តផែនការរបស់គាត់ដោយនៅអំឡុងខែវិច្ឆិកាឆ្នាំ2015អ៊ីមីលបាននិយាយពីផ្អែមល្ហែមទៅកាន់វិទ្យាថាដោយសារចាប់តាំងពីពេលដែលពួកយើងចាប់ផ្ដើមជីវិតថ្មីសុភមង្គលថ្មីគាត់ចង់ឃើញនាងរស់នៅសប្បាយរីករាយគាត់លើកសំណើថាពួកយើងគួរតែជប់សម្រាប់មកទៅដើម្បីយកពេលវេលាទៅដើរលេងកម្សាន្តជាមួយគ្នាហើយពួកគេនឹងនាំគ្នាទៅជិះឆាត់យងបន្ទាប់ពីវិទ្យាលឺបែបនេះហើយនាងសប្បាយចិត្តណាស់ពីព្រោះថានាងចូលចិត្តលេងជិះឆាត់យងដោយសារតែតាំងពីពេលមុនពួកគេរៀបការជាមួយគ្នាវិទ្យាតែងតែនិយាយថានាងចង់លេងជិះឆាត់យងនាងនិយាយរហូតហើយអ៊ីមីលចាំចំណុចមួយហ្នឹងដោយអ៊ីមីលបរាជ័យគិតកម្មទៅលើវិទ្យាលើកដំបូងនោះគាត់ព្យាយាមដឹកគិតតែរៀបរកវិធីអ្វីឲ្យគិតកម្មនោះមើលទៅដូចជាកាត់ឡើងដោយឧបទ្ទវហេតុហើយគាត់ក៏នឹកឃើញដល់ចំណង់ចំណូលចិត្តវិទ្យាចូលចិត្តជិះឆាត់យងមុននឹងជិះឆាត់យងគឺយើងធ្លាក់ពីលើមេឃនេះថាជិះយន្តហោះគេតម្លាក់យើងពីទីកម្ពស់ខ្ពស់លើមេឃហ្នឹងមកហើយនៅពេលរយៈកម្ពស់ណាមួយអាចឆាត់យងហ្នឹងវាបើកដែលធ្វើឲ្យយើងអាចចុះមកលើដីដោយមានសុវត្ថិភាពការជិះឆាត់យងនេះគឺមានប្រជាប្រិយភាពនៅក្នុងប្រទេសមួយចំនួនអ៊ីមីលយកចំណុចនេះទៅធ្វើជាផែនការកិច្ចកម្មរបស់គាត់យកក្តីសម័យរបស់វិទ្យាមករៀបចំផែនការមួយហ្នឹងអ៊ីមីលបាននិយាយទៅកាន់នាងថាដោយសារតែនាងតែងតែមានក្តីសម័យចង់ទៅជិះឆាត់យងដូចនេះហើយចាំគាត់ជួយនាងបំពេញក្តីសម័យឲ្យខ្លាចជាការពិតឥឡូវហ្នឹងហើយអ៊ីមីលនិយាយទៅថាគាត់បានសំលុយឲ្យនាងទៅដើរលេងហាយហើយតែការពិតណាលុយហ្នឹងគឺអ៊ីមីលខ្ចីពីណាផ្សេងទេពេលដែលវិទ្យាឮអ៊ីមីលនិយាយបែបហ្នឹងគឺនាងពិតជាសប្បាយចិត្តហើយនាងយកព្រមទៅដើរលេងជាមួយគាត់នៅក្នុងគំនិតវិទ្យានាងនឹងបំពេញក្តីសម័យនៅក្នុងជីវិតរបស់នាងដែលឡែកនៅក្នុងគំនិតរបស់អ៊ីមីលគឺគាត់កាត់ផ្ទុយស្លាប់ពីវិទ្យាគាត់បានកក់កន្លែងក្លឹបជិះឆាត់យងហើយនឹងកក់កន្លែងយន្តហោះជិះផងដែរបន្ទាប់មកវិទ្យាបានឡើងជិះយន្តហោះនោះរៀបចំក្នុងការលោតចុះមកគេបានរៀបចំឲ្យនាងហក់ចុះពីលើយន្តហោះនៅក្នុងរយៈកម្ពស់ប្រហែលជា 4000 ហ្វីតគឺត្រូវដល់ពេលបើកឆាត់យងដើម្បីការពារសុវត្ថិភាពនៅក្នុងការចុះចតមកលើដីហើយមុនពេលដែលនាងទៅជិះឆាត់យងនោះនាងក៏បានចូលវគ្គបង្វឹកហាត់ក្នុងរយៈពេលខ្លីដែរនៅពេលដែលវិទ្យាចុះមកដល់រយៈកម្ពស់ 4000 ហ្វីតវិទ្យាព្យាយាមទាញបើកឆាត់យងក៏ប៉ុន្តែឆាត់យងនឹងអត់បើកមកទេបើសិនជាយើងវិញក៏ភ័យសន្សោយដែរនៅពេលដែលដឹងថាឆាត់យងនោះមិនបើកក្នុងពេលនោះលបឿនវិទ្យាធ្លាក់ចុះយ៉ាងលឿនពីលើមេឃមកនៅក្នុងរយៈកម្ពស់ 4000 ហ្វីតជាកម្ពស់ដែលឆាត់យងគួរតែបើកក៏ប៉ុន្តែវាមិនព្រមបើកសោះហើយនៅផ្ទាល់ដីមានមនុស្សជាច្រើនក៏បានឃើញពីសភាពគឺស្ត្រីម្នាក់កំពុងតែធ្លាក់ពីលើមេឃមកយ៉ាងលឿននៅបរិវេណតំបន់ហ្នឹងគេតែងតែឃើញមានភ្ញៀវទេសចរទៅជិះលេងលោតឆាត់យងពីលើមេឃហ្នឹងមកហើយជាធម្មតាគេតែងតែឃើញឆាត់យងហ្នឹងវាបើកនៅក្នុងរយៈកម្ពស់ 4000 ហ្វីតក៏ប៉ុន្តែក៏ពីគេឆាត់យងរបស់វិទ្យាមិនព្រមបើកសោះហើយមនុស្សគ្រប់គ្នាឃើញពីទស្សនវិជ្ជាដែលនាងកំពុងតែធ្លាក់ចុះលើមេឃគេគ្រប់គ្នាសន្មតថានាងប្រកាសជាមិនរស់ទេបន្ទាប់មកពេលរំពេចនោះនាងធ្លាក់មកដល់ដីមួយទំហឹងនៅពេលជាមួយគ្នានឹងដែរមិនយូរប៉ុន្មានឡានពេទ្យក៏បានមកដល់ហើយខាងឡានពេទ្យក៏បានយកថង់សម្រាប់ច្រកសាកសពមកជាមួយដែរដោយសារតែពួកគេគ្រប់គ្នាសុទ្ធតែគិតថាមនុស្សធ្លាក់ពីកម្ពស់ 4000 ហ្វីតចេះប្រកាសជាមិនអាចមានជីវិតបានទេតែអាចនិយាយបានថាវាជារឿងអភិនិហាបានដែរមនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើលជាខ្លាំងដោយពេលគេមកចិត្តវិទ្យានិងពិនិត្យដង្ហើមឃើញថានាងនៅដកដង្ហើមនាងមានរបួសច្រើនកន្លែងក៏ប៉ុន្តែបើកលេចភ្នែកមើលមកផ្លែទៅអត់ឃើញមានរបួសអីច្រើនទេពេលហ្នឹងវិទ្យានាងរស់រានមានជីវិតហើយមនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើលកាំងជាខ្លាំងគេបានបញ្ញាបញ្ញាលើកនាងឡើងឡានពេទ្យនិងដឹកនាងយ៉ាងលឿនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលនៅក្នុងការស្កេនមើលវិទ្យាខាងដុកទ័របានសម្គាល់ឃើញថាមានការប្រេះជាច្រើនកន្លែងនៅកន្លែងឆ្អឹងជំនីជើង
ដៃក៏ប៉ុន្តែសំណាងល្អគ្មានរបួសនៅត្រង់ក្បាលទេហើយអីដែលសំខាន់ជីវិតរបស់នាងអត់នៅក្នុងសភាពគ្រោះថ្នាក់ឡើយហេតុតែអាយុនាងមិនអស់ហើយនាងអាចមានជីវិតគេចាត់ទុកថានេះគឺជារឿងអភិនិហាហើយដែលស្ត្រីម្នាក់ធ្លាក់ពីលើមេឃកម្ពស់ 4000 ហ្វីតហើយអាចនឹងមានជីវិតបាននោះនាងទទួលការព្យាបាលកន្លែងដែលមានឆ្អឹងប្រេះរយៈពេលក្រោយមកទៀតនាងក៏អាចជាសះស្បើយចេញពីពេទ្យត្រឡប់ទៅផ្ទះវិញបាននៅពេលជាមួយគ្នានឹងដែរខាងក្រុមប៉ូលីសបានចុះទៅស៊ើបអង្កេតសាកសួរក្លឹបឆាត់យោងនោះដើម្បីស្វែងយល់ពីហេតុអ្វីរឿងនេះវាអាចកើតឡើងទៅរួចដោយមុនពេលវិជ្ជាលោតខាងគ្រូបង្វឹកបានពិនិត្យមើលឧបករណ៍គ្រប់ម៉ត់ចត់ទាំងអស់ហើយគ្រូបង្វឹករបស់វិទ្យាបានពិនិត្យមើលឆាត់យោងដោយផ្ទាល់ហើយគេបាននិយាយថាដូចជាមានអ្វីខុសប្រក្រតីទៅលើឆាត់យោងនេះសូម្បីតែអ្នកជំនាញក៏បានមកពិនិត្យមើលឆាត់យោងនឹងហើយពួកគេបានសន្និដ្ឋានថាឆាត់យោងនេះគឺត្រូវគេកែប្រែឆាត់យោងនេះគឺដំណើរការខុសប្រក្រតីប្រកាសជាមានអ្នកណាម្នាក់បានមកធ្វើឲ្យវាមានសភាពមិនដំណើរការបែបនេះឥឡូវមានសំណួរចោទឡើងថាតើអ្នកណាគេធ្លាប់បានទៅប៉ះឆាត់យោងនឹងដោយឡែកខាងក្លឹបលោតឆាត់យោងពួកគេអត់ដឹងថាបញ្ហាហ្នឹងកើតឡើងទៅលើវិទ្យាដោយរបៀបណានោះទេប៉ូលីសបានបើកការស៊ើបអង្កេតទៅលើក្លឹបឆាត់យោងនោះក៏ប៉ុន្តែរកមិនឃើញមានតម្រុយណាឬក៏មានកត្តាជំរុញពាក់ព័ន្ធទៅនឹងពួកគេនោះឡើយប៉ូលីសបានធ្វើការសាកសួរម្ដងម្នាក់នៃសមាជិកនៅក្នុងក្លឹបលោតឆាត់យោងនោះទាំងបុគ្គលិកនៅក្នុងការិយាល័យគ្រូបង្វឹកទាំងអស់ហើយនិងមនុស្សផ្សេងទៀតដែលនៅក្នុងក្លឹបនឹងទាំងអស់ក៏ប៉ុន្តែពួកគេសុទ្ធតែរកមិនឃើញថាពាក់ព័ន្ធអីទៅនឹងការធ្លាក់របស់វិទ្យានោះឡើយមកដល់ដំណាក់កាលនេះប៉ូលីសអាចសន្និដ្ឋានបានថាគ្មានអ្នកក្រៅណាពាក់ព័ន្ធទៅនឹងករណីនឹងទេវិទ្យាបានទៅកាន់ក្លឹបលោតឆាត់យោងជាមួយប្តីរបស់នាងអ៊ីមីលហើយនៅនាទីចុងក្រោយដែលនាងរៀបចំរួចរាល់សម្រាប់ការត្រៀមលោតខាងគ្រូបង្វឹកបានបង្ហាញឆាត់យោងមកកាន់វិទ្យានិងបានរៀបរាប់ប្រាប់នាងពីវិធីប្រើប្រាស់វាខាងគ្រូបង្វឹកបានប្រាប់នាងថាតើគួរលោតពេលណាគួរបើកឆាត់យោងនៅពេលណាដោយរបៀបណានៅពេលនឹងហើយដែលមានភ្នែកជាច្រើនសាក់សៃជាច្រើនបានឃើញហើយក្រោយមកទៀតខាងប៉ូលីសក៏បានសាកសួរវិទ្យាដែរថាតើមានយកឃើញថាខុសប្រក្រតីត្រង់ណាអត់វិទ្យាបានប្រាប់ប៉ូលីសថាពិតជាមានចំណុចខុសប្រក្រតីពិតមែននៅអំឡុងពេលដែលគ្រូបង្វឹកកំពុងតែណែនាំនាងពីរបៀបប្រើឆាត់យោងនាងចាប់អារម្មណ៍ឃើញប្តីរបស់នាងកំពុងតែធ្វើអីមួយយ៉ាងទៅលើឆាត់យោងនោះដោយពេលហ្នឹងប្តីរបស់នាងដូចជាកំពុងតែធ្វើរឿងអីមួយដើម្បីជួយនាងនិងជួយរៀបរាប់ប្រាប់នាងពីវិធីលោតឆាត់យោងអីចឹងទៅក៏ប៉ុន្តែនៅពេលហ្នឹងនាងមិនបានគិតខ្វាយខ្វល់អីច្រើនទេមកដល់ដំណាក់កាលនេះចំពោះការស៊ើបអង្កេតរបស់ប៉ូលីសគោលដៅដែលប៉ូលីសដាក់ការសង្ស័យនោះគ្មានពីណាគេឆ្ងាយគឺប៉ូលីសសង្ស័យទៅលើអ៊ីមីលតែម្នាក់ដែលគាត់ជាមនុស្សតែម្នាក់បានប៉ះពាល់ដោយផ្ទាល់ទៅលើឆាត់យោងមុនពេលដែលនាងត្រៀមលោតក៏ប៉ុន្តែប៉ូលីសឆ្ងល់ហេតុអ្វីបានជាអ៊ីមីលនាំប្រពន្ធទៅលោតឆាត់យោងហើយហេតុអ្វីបានជាគាត់ប៉ះពាល់ឆាត់យោងនោះវាច្បាស់ណាស់ប៉ូលីសដាក់ការសង្ស័យទៅលើអ៊ីមីលតែម្នាក់ដូចនេះហើយជំហានបន្ទាប់ប៉ូលីសចាប់ផ្ដើមធ្វើការស៊ើបអង្កេតយ៉ាងសម្ងាត់ទៅលើអ៊ីមីលនៅពេលដែលប៉ូលីសស៊ើបទៅដឹងមកថាកាលពីប្រមាណខែមុនថ្មីនឹងឯងគឺមានហេតុការណ៍គ្រោះថ្នាក់មួយកើតឡើងនៅក្នុងផ្ទះរបស់អ៊ីមីលដែលមានករណីបើកហ្គាសចោលនៅក្នុងផ្ទះបាយតែសំណាងល្អដែលវិទ្យានាងធំក្លិនហ្គាសនឹងតាន់ហើយនាងចាក់ចេញពីផ្ទះទើបអាចរក្សាជីវិតបានរួចហើយនៅពេលដែលប៉ូលីសចុះទៅស៊ើបអង្កេតមើលហ្គាសនឹងដោយផ្ទាល់គឺឃើញថាហ្គាសនឹងមិនបើកចោលដោយចៃដន្យទេដោយប្រព័ន្ធហ្គាសហ្នឹងគឺតម្លើងមានស្ទាប់ការពារសុវត្ថិភាព2ជាន់ដែលមានន័យថាមានមនុស្សមានចេតនាបើកហ្គាសនឹងចោលហើយប៉ូលីសកាន់តែមានការសង្ស័យទៅលើអ៊ីមីលនឹងបានចាប់ផ្ដើមស៊ើបអង្កេតទម្លាប់ប្រចាំថ្ងៃរបស់គាត់របៀបរស់នៅរបស់គាត់ស៊ើបពីជីវិតនៅខាងក្រៅផ្ទះជីវិតអាពាហ៍ពិពាហ៍នៃគូស្វាមីភរិយារបស់ពួកគេនៅពេលដែលប៉ូលីសស៊ើបអង្កេតកាន់តែស៊ីជម្រៅទៅក៏ដឹងថាគឺគាត់បានទិញធានារ៉ាប់រងអាយុជីវិតមួយឲ្យវិទ្យាហើយមានអត្ថប្រយោជន៍សាច់ប្រាក់ដ៏ច្រើនដែលមានឈ្មោះអ៊ីមីលជាអ្នកទទួលផលប្រយោជន៍បើសិនជាក្នុងករណីវិទ្យាមានរឿងអីមួយកាត់ឡើងដល់អាយុជីវិតពេលដែលប៉ូលីសស៊ើបមកដល់ដំណាក់កាលនេះប៉ូលីសជឿជាក់យ៉ាងមុតមាំថាអ៊ីមីលគឺជាវីរបុរសហើយមួយវិញទៀតប៉ូលីសក៏រកឃើញផុសតាងដោយផ្ទាល់នៅក្នុងឆាតដែលអ៊ីមីលឆាតនិយាយជាមួយនឹងមិត្តស្រីរបស់គេពិភាក្សាចង់រៀបការជាមួយគ្នាហើយនឹងបានលើកឡើងពីប្រធានបទរឿងលុយធានារ៉ាប់រងអាយុជីវិតនឹងដែរនេះគឺជាផុសតាងដ៏សំខាន់ជាច្រើនដែលប៉ូលីសប្រមូលមកបានទីបំផុតនៅក្នុងឆ្នាំ2015ប៉ូលីសបានឃាត់ខ្លួនអ៊ីមីលដោយប៉ូលីសបានប្រាប់នាងថាប្តីរបស់នាងបានព្យាយាមសម្លាប់នាងមិនមែនតែម្ដងទេគឺ2 ដង
ហើយមួយវិញទៀត email គេមិនមានផែនការចង់សម្រាប់នាងឲ្យធ្លាក់មកលើដីនឹងទេគឺផ្ទុយទៅវិញគាត់មានផែនការរៀបចំចង់សម្រាប់នាងនៅក្នុងបណ្ដាអាកាសក៏ប៉ុន្តែពេលដែលវិទ្យាឮពីមាត់ប៉ូលីសបែបនេះនាងអត់ជឿទេដូចនេះហើយប៉ូលីសបានបង្ហាញផុសតាងទាំងអស់ឲ្យនាងមើលដូចជាលក្ខខណ្ឌនៅក្នុងធានារ៉ាប់រងអាយុជីវិតហើយនឹងការដែល email លួចតាក់ទងជាមួយសង្សាររបស់គាត់បង្ហាញការសន្ទនានៅក្នុងឆាតពួកគេដែលនិយាយអំពីពួកគេចង់រៀបការនិយាយអំពីធានារ៉ាប់រងអាយុជីវិតរបស់នាងក៏ប៉ុន្តែវិទ្យានៅតែមិនជឿជាក់ថាការពិតវាបែបហ្នឹងអ្វីដែលចម្លែកនៅក្នុងករណីមួយនេះនៅក្នុងតុលាការវិទ្យាគួរណាស់តែជាសាក្សីដែលមកចោទប្រកាន់ប្តីរបស់នាងផ្ទុយទៅវិញអំឡុងពេលកាត់ក្តីនៅក្នុងតុលាការអេមីលដែលជាជនល្មើសដោយគាត់ប៉ុនប៉ងចង់សម្លាប់នាង2ដងគាត់ពាក់ព័ន្ធទៅនឹងករណីប៉ុនប៉ងឃាតកម្មចំនួន2ករណីហើយវិទ្យាសំតែជាសាក្សីដែលមកចោទប្រកាន់ប្តីរបស់នាងក្នុងតុលាការផ្ទុយទៅវិញពេលដែលវិទ្យាបង្ហាញវត្តមាននៅក្នុងតុលាការនាងបែរជានិយាយការពីប្តីរបស់នាងវិទ្យាបាននិយាយថាប៉ូលីសមានការយល់ច្រឡំហើយប្តីរបស់នាងអ៊ីមីលស្រឡាញ់នាងជ្រាលជ្រៅណាស់នាងទទួលស្គាល់ថាពួកគេពិតជាឆ្លុះគ្នាច្រើនដងមកពិតមែនក៏ប៉ុន្តែប្តីនាងមិនដែលមានគំនិតចង់សម្លាប់នាងនោះឡើយនៅក្នុងដំណើរការរឿងក្តីវិទ្យានាងនៅតែទទូចនិយាយម្ដងហើយម្ដងទៀតថាប្តីរបស់នាងគឺជាបុគ្គលស្អាតស្អំនាងថានាងនឹងការពីប្តីរបស់នាងដល់ដំណាក់កាលចុងក្រោយផុសតាងដែលប៉ូលីសរកមកបានសុទ្ធតែជាផុសតាងបង្ហាញច្បាស់ថាការពិតនោះគឺអ៊ីមីពិតជាព្យាយាមសម្លាប់វិទ្យារហូតដល់12លើកផុសតាងទាំងអស់នោះមានដូចជាទង្វើដែលអ៊ីមីព្យាយាមប៉ះពាល់ឆាត់យងឲ្យមិនដំណើរការហើយគាត់បានបើកហ្គាសចោលនៅក្នុងផ្ទះចំណុចទាំងពីរនេះគឺចង្អុលបង្ហាញយ៉ាងច្បាស់ថាគាត់មានចេតនាចង់សម្លាប់នាងរហូតដល់2ដងផុសតាងដែលប៉ូលីសរកមកបាននេះសុទ្ធតែជាផុសតាងមានប្រសិទ្ធភាពហើយខាងតុលាការទទួលយកផុសតាងទាំងអស់នេះមកពិចារណានិងរកឃើញថាអ៊ីមីលពិតជាមានទោសនិងខាងតុលាការបានកាត់ទោសឲ្យអ៊ីមីលជាប់គុកអស់រយៈពេល18ឆ្នាំមិនថាមកដល់ដំណាក់កាលនឹងក្តីវិទ្យានាងនៅតែបដិសេធមិនព្រមជឿអ្នកណាទាំងអស់នាងមិនជឿសូម្បីតែប៉ូលីសមិនជឿផ្លូវច្បាប់ហើយមកដល់ដំណាក់កាលបន្ទាប់ពីអ៊ីមីស្ដាប់ការប្រកាសទោសរួចហើយនោះគឺគាត់បាននិយាយពាក្យសម្ដីក្នុងចិត្តរបស់គាត់ចេញមកហើយក៏ជាពេលវេលាដែលផ្លាស់ប្ដូរបរិយាកាសនៅក្នុងតុលាការទាំងមូលផងដែរពោពេញទៅដោយមនោសញ្ចេតនាយ៉ាងក្តុកក្តួលអ៊ីមីលបាននិយាយនៅក្នុងតុលាការថាមិនថាចាប់តាំងពីពេលដែលរឿងសហយស្មន់គាត់ត្រូវបែកធ្លាយហើយមិនថាបន្ទាប់ពីសកម្មភាពគាត់ដែលព្យាយាមចង់សម្លាប់នាង2ដងត្រូវបែកធ្លាយដែរនោះវិទ្យានៅតែឈរជំហរខាងគាត់នៅតែការពារគាត់នាងស្រឡាញ់គាត់ដោយឥតលក្ខខណ្ឌទាំងអស់នេះធ្វើឲ្យគាត់ទើបតែដឹងថាខ្លួនខុសអាសត្វសាហាវនៅក្នុងខ្លួនរបស់គាត់នឹងក៏ពីព្រមចោះចាញ់ដែរគាត់បានសារភាពទៅកាន់វិទ្យាថាពិតមែនហើយគាត់បានព្យាយាមសម្លាប់នាងរហូតដល់2ដងហើយគាត់បន្តនិយាយទៀតថាពិតមែនហើយគាត់បានបាក់ចិត្តស្រឡាញ់ទៅលើមនុស្សម្នាក់ផ្សេងទៀតនិងចង់មានគម្រោងរៀបការជាមួយនាងម្នាក់នោះហើយវាក៏ជាការពិតដែរដែលគាត់បានទិញធានារ៉ាប់រងអាយុជីវិតដាក់ឈ្មោះនាងហើយមានឈ្មោះគាត់ជាអ្នកយកផលប្រយោជន៍គឺមានតែពេលដែលអ៊ីមីលប្តីរបស់នាងនិយាយពាក្យទាំងអស់នេះចេញពីមាត់របស់គេទើបវិទ្យាជឿជាក់ថារឿងទាំងមូលវាពិតជាការពិតមែនបន្ទាប់ពីដឹងការពិតទាំងមូលហើយបេះដូងវិទ្យាពិតជាខូចខ្ទេចខ្ទាំជាខ្លាំងពេលវេលាកន្លងទៅមកចាប់តាំងពីឆ្នាំ2015ដល់ឆ្នាំ2024បុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងក្លឹបលោតឆាត់យងនោះតែងតែបន្តសួរណែនាំពីវិទ្យាព្រោះថាគាត់ភ្ញាក់ផ្អើលជាខ្លាំងកន្លងមកវាអត់ដែលមានករណីណាដែលមនុស្សធ្លាក់ពីកម្ពស់ 4000 ហ្វីតបន្ទាប់ពីលោតចិត្តយកហើយអាចនៅមានជីវិតនោះទេគាត់តែងតែសួរណែនាំនាងរហូតមកដល់ឆ្នាំ2024បុគ្គលិកម្នាក់ហ្នឹងក៏បានបាក់ចិត្តស្រឡាញ់មកកាន់វិទ្យាចំពោះវិទ្យានាងក៏ដឹងពីទឹកចិត្តគាត់នឹងដែរក៏ប៉ុន្តែនាងនៅតែមិនអាចបំភ្លេចប្តីរបស់នាងអ៊ីមីលបានឡើយបន្ទាប់ពីអ៊ីមីលជាប់គុកទៅវិទ្យានាងខំប្រឹងផ្ដោតលើជីវិតរបស់នាងជាមួយកូនរបស់នាងតែ2នាក់លុះមកដល់ក្នុងអំឡុងឆ្នាំ2024នាងក៏បានសម្រេចចិត្តផ្លាស់ប្ដូរខ្សែជីវិតថ្មីមួយទៀតកន្លែងដែលប្តីរបស់នាងធ្លាប់នាំនាងទៅលោតឆាត់យងកន្លែងហ្នឹងជាកន្លែងតែមួយដែលនាងបានស្វែងរកឃើញស្នេហាម្ដងទៀតបុរសម្នាក់ដែលជាបុគ្គលិកនៅក្នុងក្លឹបលោតឆាត់យងដែលតែងតែសួរណែនាំនាងប្រហែលឆ្នាំកន្លងមកទីបំផុតនាងក៏ព្រមទទួលយកទឹកចិត្តគាត់ហើយពួកគេបានក្លាយជាដៃគូជីវិតជាមួយគ្នាគឺនៅក្នុងឆ្នាំ2024នឹងហើយដែលវិទ្យាសម្រេចចិត្តបំភ្លេចអ៊ីមីលចេញពីជីវិតនាង
ហើយនាងរៀបការម្ដងទៀតជាមួយបរិសុទ្ធថ្មីពេលបច្ចុប្បន្ននេះវិជ្ជរារស់នៅជាមួយប្តីថ្មីរបស់នាងនិងកូនទាំងពីរនាក់ជីវិតគ្រួសារពួកគេរស់នៅកសាងក្តីសុភមង្គលជុំគ្នានៅពេលទន្ទឹមគ្នានឹងដែរអ៊ីមីលនៅទទួលទោសដែលគាត់បានប្រព្រឹត្តឡើងគាត់នៅបន្តជាប់គុកអស់ច្រើនឆ្នាំទៀតណាតម្រាំចេញនេះគឺជារឿងក្តីមួយដែលបង្ហាញពីភាពក្តុកក្តួលរបស់ស្វាមីលីឡំជាមួយមនោសញ្ចេតនាត្រូវបានខ្ទេចខ្ទាំពីក្តីស្រឡាញ់ពិតប្រាកដនិងឥតដាច់កំណត់របស់ប្រពន្ធដល់ថ្នាក់ដំណាក់កាលដែលគាត់សារភាពទង្វើខ្លួនឯងចេញពីផ្ទាល់មាត់ទៅដល់ប្រពន្ធហើយចំណុចដ៏រំភើបមួយទៀតនៅក្នុងរឿងក្តីនេះកន្លែងដែលវិជ្ជរាប៊ីសនឹងអស់ជីវិតបានคล้ายទៅជាកន្លែងដែលនាងរកឃើញស្នេហាពិតប្រាកដម្ដងទៀតដែលនាំឲ្យនាងរៀបការជាលើកទី2និងចាប់ផ្ដើមគ្រួសារជីវិតថ្មីចំពោះរឿងក្តីនេះពោពេញដោយមនោសញ្ចេតនាហើយនិងល្បិចកលរបស់ប្តីហើយមានចំណុចកលុកកលាក់ជាច្រើនហើយអ្វីដែលខ្ញុំស្ដាប់ហើយនឹងស្ញាច់ទៅសារខាងចំពោះខ្សែជីវិតមនុស្សអីក៏មានដែរជីវិតរបស់វិជ្ជរាប៊ីសនឹងអស់នៅកន្លែងលុតចិត្តយកនឹងហើយចុងក្រោយនាងបែរជាអាចរកឃើញស្នេហាពិតនៅទីនោះទៅវិញចង់ថាខ្សែជីវិតមនុស្សយើងម្នាក់ៗខុសគ្នាបើយើងនៅមានជីវិតវាជាឱកាសដ៏កម្រយើងគួរតែចាប់យកឱកាសនេះធ្វើរឿងល្អៗនៅក្នុងឆាកជីវិតនេះបានហើយពេលដែលយើងតែងតែគិតល្អធ្វើទង្វើល្អនឹងនាំឲ្យយើងទៅជួបតាមមនុស្សល្អខ្ញុំសូមបញ្ចេញមតិយោបល់តាមប្រព័ន្ធនេះចុះចំពោះនឹងក្តីនៅថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយតើបងប្អូនទាំងគ្នាមានមតិយោបល់បែបណាខមមិនជជែកគ្នាបាននៅខាងក្រោមវីដេអូនេះហើយសូមជួបគ្នានៅវីដេអូក្រោយទៀតអរគុណ Take care Bye bye